បើសិនជាគេសួរយើងថាហេតុអ្វីបានជាប្រទេសកម្ពុជាចាំបាច់ត្រូវស្វែងរកកិច្ចការពារពីបារាំងដោយចុះស្ទាកសញ្ញាលាព្យាបាលជាមួយនឹងបារាំងសំណួរនេះបើសិនជាយើងនេះទៅវាអាចនឹងច្រឡំនៅពេលដែលគេជាមួយនឹងសំណួរដែលគេសួរថាហេតុអ្វីបានជាប្រទេសកម្ពុជាសម្រាប់ចិត្តទទួលយកអាណាព្យាបាលពីបារាំងសំណួរពីរហ្នឹងគឺវារៀងស្តៀងគ្នាបន្តិចតែគ្រាន់តែថាការដែលគេសួរសម្រាប់ចិត្តទទួលយកអាណាព្យាបាលពីបារាំងយើងមាន3ចំណុចធ្វើ3វិស័យហ្នឹងណាក៏ប៉ុន្តែចំពោះអាសំណួរដែលយើងចាំបាច់ត្រូវទៅធ្វើអាណាព្យាបាលចុះស្ទាកសញ្ញាអាណាព្យាបាលជាមួយនឹងបារាំងហ្នឹងគឺវាមានតែ4ចំណុចទេយើងមិនចាំបាច់ចែកទៅជា3វិស័យទៀតទេអញ្ចឹង4ចំណុចហ្នឹងមានគេខ្លះអញ្ចឹងបានជាប្រទេសកម្ពុជាចាំបាច់ស្វែងរកកិច្ចការពារពីបារាំងដោយចុះស្ទាកសញ្ញាអាណាព្យាបាលជាមួយនឹងបារាំងគឺដោយសារតែទី1នោះគឺប្រទេសកម្ពុជាកាន់តែទុនខ្សោយទៅហើយប្រទេសក៏កាន់តែរួមទៅហើយក៏មានវិបត្តិចំនួនផ្ទៃក្នុងទៀតទី2នោះគឺប្រទេសសៀមជាមួយនឹងប្រទេសអាណាមដែលជាយួនហ្នឹងគឺនៅតែប៉ុនប៉នចង់បានទឹកដីខ្មែររំលាយជាតិសាសន៍ខ្មែរទៀតដោយយកទន្លេមេគង្គធ្វើជាព្រំប្រទល់រវាងប្រទេសទាំងពីរហ្នឹងហើយទី3នោះគឺពេលនៅប្រទេសកម្ពុជាគឺចង់បានមហាអំណាចអឺរ៉ុបណាមួយដែលជាបារាំងហ្នឹងនិយាយបើមកចាប់គេទៅដែលជាបារាំងហ្នឹងឲ្យមកជួយធ្វើជាក្នុងបង្អែកការពារប្រទេសកម្ពុជាការពារទឹកដីការពារប្រជាជាតិសាសន៍កម្ពុជាចឹងទៅហើយចំណុចទី1ដែលជាចំណុចចុងក្រោយហ្នឹងគឺដោយមានការណែនាំគេថា recommend ដោយមានការណែនាំពីបុព្វជិតសាសនាកាតូលិកដែលមានឈ្មោះថាមីសដូច្នេះហើយបានជាព្រះបាទអង្គឌួងក៏សម្រេចចិត្តទៅពឹងបារាំងដោយសារតែយើងដឹងហើយថាបុព្វជិតតែបួសគេមិននិយាយកុហកធ្វើអញ្ចឹងពេលហ្នឹងព្រះបាទអង្គឌួងទ្រង់ក៏បានជឿគាត់ហើយក៏បានទៅពឹងបារាំងហើយក៏តរហូតចឹងមក